ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ Channel Secret ចានៅក្នុងវីដេអូការសម្រាយមួយហ្នឹង admin នឹងយករឿងមួយដែលជាប្រភេទរឿងរន្ធត់របស់កូរ៉េ admin ជឿថាប្រិយមិត្តដែលចូលចិត្តវិស័យ K-pop ប្រកាសជាចូលចិត្តរឿងបែបអញ្ចឹងដោយសារតែរឿងមួយហ្នឹងគឺជាប់តាក់ទងជាមួយនឹងតារា K-pop ក៏ដូចជាបរិបទនៅក្នុងវិស័យ K-pop ផងដែរអញ្ចឹងហើយ admin ជឿថាប្រិយមិត្តប្រកាសជាចូលចិត្តមិនខានទេហើយអ្វីដែលសំខាន់ទៀតនោះប្រិយមិត្តដែលចំនួន admin ការសម័យ My TV ហ្នឹងប្រកាសជាស្គាល់ក្រុមតារាចម្រៀងមួយដែលមានឈ្មោះថា T-ara ហើយសមាជិកម្នាក់ក៏បានសម្ដែងនៅក្នុងរឿងមួយនឹងផងដែរដែលមានឈ្មោះថា Ham Eun Jung ដូច្នេះនៅក្នុងវីដេអូការសម្រាយមួយនេះនៅចុងវីដេអូ admin នឹងរៀបរាប់អំពីប្រវត្តិ Ham Eun Jung ក៏ដូចជាប្រវត្តិខ្លះៗទាក់ទងនឹងក្រុមតារាចម្រៀង T-ara ដូច្នេះសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងទស្សនាដល់ចប់នៃការសម្រាយវីដេអូមួយនេះអូខេអញ្ចឹងកុំឲ្យខាតពេលវេលាច្រើនមកទស្សនាទាំងអស់គ្នាតែមុននឹងទស្សនាកុំភ្លេចចុច Subscribe រួចដាក់រូបសញ្ញាកណ្ដឹងម្នាក់មួយផងអរគុណដំណើរសាច់រឿងបានចាប់ផ្ដើមពីការបង្ហាញក្រុមនារីមួយក្រុមនៅក្នុងកញ្ចក់ទូរទស្សន៍ដែលមានឈ្មោះថាមានសមាជិក4នាក់ប៉ុន្តែការបង្ហាញក្រុមមួយនេះគឺមិនទទួលបានការជោគជ័យនោះទេដែលសូម្បីតែអ្នកទស្សនាគ្មាននរណាម្នាក់ចាប់អារម្មណ៍ទៅលើក្រុមនោះទាល់តែសោះបន្ទាប់ពីបានចប់កម្មវិធីពួកគេបាននាំគ្នាត្រឹមតែមើលក្រុមចម្រៀងផ្សេងទទួលបានជោគជ័យនិងទទួលបានពាននៅពេលឃើញបែបនេះមេក្រុមមានឈ្មោះថាអឺនជូបានប្រាប់ឲ្យពួកគេខិតខំប្រឹងប្រែងបន្ថែមទៀតប៉ុន្តែពួកគេបែរជាមិនស្ដាប់ទើបនៅពេលនោះ agency ក៏បានមកស្ដីបន្ទោសពួកគេក្នុងការសម្ដែងមិនបានល្អនិងផ្លាស់ប្ដូរ studio សម្រាប់ពួកគេថែមទៀតផងបន្ទាប់ពីពួកគេបានទៅដល់អគារថ្មីយ៉ាងស្រស់ស្អាតពួកគេសប្បាយចិត្តជាខ្លាំងនិងបានឆ្ងល់ថាអ្នកគ្រប់គ្រងបានលុយពីណាសាងសង់អគារនេះទើបគេក៏បានប្រាប់ថាអគារនេះគឺបានឆាបឆេះកន្លងមកទើបអ្នកគ្រប់គ្រងទិញវាក្នុងតម្លៃថោកចំណែកអិនជូនាងក៏បានទៅជូតសម្អាតកញ្ចក់ក៏ស្រាប់តែបានឃើញកាសែតចាស់មួយនៅក្រោយកញ្ចក់នោះទើបនាងក៏បានយកវាមកចាក់មើលដែលនោះគឺជាកាសែតចម្រៀងមួយដែលមានសភាពតាក់មើលមិនកើតទាល់តែសោះនៅពេលដែល agency ចូលមកដល់នាងក៏បានចុចបិទដោយមិនដឹងថាមុខតារានៅក្នុងវីដេអូនោះគឺមានសភាពគួរឲ្យខ្លាចនៅពេលនោះ agency បានសួរនាំដោយដឹងថាអិនជូហត់នឿយក្នុងការដឹកនាំក្រុមហើយពេលនោះ agency បានប្រាប់ពីអគារនេះដែលមានគេចាញ់លុយក្នុងការទិញគឺបរោះដែលជាឪពុករបស់លោកឆយនឹងត្រូវបានស្លាប់ដោយសារតែអគ្គិភ័យពេលនោះអិនជូបាននិយាយថានាងមិនដែលឃើញមុខសូម្បីតែលោកឆយរូបពេលនោះស្រាប់តែបទចម្រៀងនៅក្នុងទូរទស្សន៍នោះចាប់ផ្ដើមលេងបន្តទៀតទើប agency ក៏បានយកវាទៅឲ្យ Lee Tae-yong ដែលជាអ្នកគ្រប់គ្រង studio សម្លេងពិនិត្យមើលទើបដឹងថាបទចម្រៀងនោះគឺចាស់មកហើយនិងមិនដែលឮទាល់តែសោះបន្ទាប់ពីថ្ងៃនោះពួកគេបានផលិតបទចម្រៀងនិងបង្ហាត់ក្បាច់រាំបន្ថែមទៀតនៅពេលដែលអ្នកបង្ហាត់បានទៅវិញអិនជូចាប់ផ្ដើមហាត់រាំក្បាច់នោះប៉ុន្តែសមាជិក Jenny និង Arang បានជាមិនចូលចិត្តក្បាច់រាំនោះទាល់តែសោះពេលឃើញអិនជូរាំពួកគេចាប់ផ្ដើមសើចនិងផ្លែផ្កាថាដោយសារតែអតីតកាលគឺអិនជូជាអ្នករាំទើបនាងចេះរាំជាងពួកគេហើយមិនគួរណាយកអ្នករាំមកគ្រប់គ្រងពួកគេសោះលើបែបនេះហើយអិនជូចាប់ដើមខឹងហើយ Jenny បានបន្តថាបើចង់ឲ្យពួកគេចេះរាំគួរតែទៅរកអ្នក sponsor ក្នុងការបង្កើតក្រុមរាំទៅពេលនោះសមាជិកម្នាក់ទៀតមានឈ្មោះថា Shinji បានលូកមាត់ថាឲ្យអិនជូបន្ថែមទៀតដោយបានរំលឹកនៅពេលដែលពួកគេបានសម្ដែងរាំនោះគឺអិនជូនាងបានរាំខុសពេលឃើញ Shinji ថាឲ្យអិនជូបែបនេះពួកគេទាំងពីរអ្នកចាប់ផ្ដើមសរសើរទៅ Shinji ប៉ុន្តែអិនជូនាងចាប់ផ្ដើមបាក់ទឹកចិត្តបន្ទាប់មកអិនជូក៏បានណាត់មិត្តភ័ក្តិរបស់នាងដែលជាគ្រូបង្រៀនភ្លេងហើយក៏ជាអតីតតារាចម្រៀងមានឈ្មោះថាសុនយេដើម្បីពិភាក្សាគ្នាដោយនាងមានបំណងចង់ឈប់ពីសិល្បៈដោយសុនយេដែរប៉ុន្តែពេលនោះសុនយេក៏បានហាមឃាត់និងលើកទឹកចិត្តទៅនាងបន្ថែមទៀតឲ្យព្យាយាមបន្តទៀតតាមក្តីស្រមៃដោយក្រុមតារាជើងចាស់ដែលជាមេរៀនសម្រាប់ពួកគេគឺក្រុម Lala Sister បន្ទាប់ពីដល់ថ្ងៃឡើងឆាកកម្មវិធីរបស់ Showcase សមាជិក Shinji បែរជាមិនចង់សម្ដែងតតែសោះដែលធ្វើ agency បានទះនាងមួយដៃនិងបានលើកហេតុផលដែលនាងបានយក Shinji ពីកម្មវិធីរាំមួយហើយចូលមកក្នុងក្រុមនេះរីឯអិនជូមេក្រុមនាងបានលើកទឹកចិត្តទៅគ្រប់គ្នាឲ្យត្រៀមសម្ដែងឲ្យបានល្អតាមតែអាចធ្វើទៅបានបន្ទាប់មកពួកគេក៏ចាប់ផ្ដើមឡើងសម្ដែងបទចម្រៀងថ្មីដំបូងឡើយអ្នកទស្សនាមិនស្គាល់ក្រុមនោះទេប៉ុន្តែបន្តិចក្រោយមកបទចម្រៀងនោះបានធ្វើឲ្យគ្រប់គ្នាចូលចិត្តទើបពួកគេបានបន្តច្រៀងរាំបានយ៉ាងល្អបន្ថែមទៀតគប់ផ្សំពីសុនយេបានជួយបន្តសម្លេងបានយ៉ាងល្អ
ចាប់ពីពេលនោះមកក្រុម Pindol ចាប់ផ្ដើមល្បីយ៉ាងខ្លាំងរហូតមានអ្នកគាំទ្រ200,000 នាក់ហើយ agency បានប្រាប់ថាពួកគេអាចរកលុយពីកម្មវិធី Survival Challenge បន្ទាប់មក agency បានឲ្យគ្រប់គ្នាត្រៀមច្រៀងចម្រៀងនៅក្នុង studio ម្នាក់ម្ដងដោយសារតែបទចម្រៀងនោះគឺតម្រូវច្រៀងតែម្នាក់ឯងបន្ទាប់មកនៅពេលដែល agency កំពុងតែរៀបចំខ្លួនច្រៀងមុនគេស្រាប់តែ Jenny នាងហាក់បីដូចជាឃើញអ្នកណាម្នាក់នៅក្នុងបន្ទប់របស់នាងនៅក្បែរនោះប៉ុន្តែនៅពេលដែលនាងបានទៅមើលបែរជាមិនឃើញអ្វីទាល់តែសោះធ្វើឲ្យនាងចាប់ផ្ដើមភ័យខ្លាចបន្ទាប់មកនៅពេលដែលពួកគេចាប់ផ្ដើមថតរូប agency បានឲ្យអារ៉ាំងទៅឈរកណ្ដាលពាក់សក់សដែលធ្វើឲ្យនាងត្រេកអរជាខ្លាំងប៉ុន្តែពេលនោះ agency បានដូរទៅឲ្យ Jenny វិញហើយក៏បានសម្រេចចិត្តឲ្យ Jenny ថតម្នាក់ឯងទាំងដែលនាងចាប់ផ្ដើមបែកញើសជាខ្លាំងបន្ទាប់មក Jenny ចាប់ផ្ដើមច្រៀងចម្រៀងទាំងភ័យខ្លាចនៅក្នុងបន្ទប់ម្នាក់ឯងដោយសារតែនាងមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែច្រៀងតាមនាងពេលនោះ Jenny បាននិយាយតិចៗទៅកាន់ Anju ថានាងសុំទោសដៃកំណាញ់ទៅលើ Anju នៅទីនេះគឺក្តៅខ្លាំងណាស់ពេលនោះ agency នៅតែបន្តឲ្យនាងច្រៀងបន្តទៀតដោយទូជាអ្នកគ្រប់គ្រងសំឡេងបាននិយាយថានាងហាក់បីដូចជាមិនស្រួលពេលនោះស្រាប់តែនាងចាប់ផ្ដើមមានអារម្មណ៍ថាមានដៃខ្មោចមកចាប់ករបស់នាងបន្ទាប់ពីសមាជិក3នាក់ទៀតទៅសម្ដែងទុកឲ្យ Jenny នៅហាត់ច្រៀងម្នាក់ឯងក្នុងបន្ទប់ Anju ក៏បានទៅតាមរកនាងស្រាប់តែបានឃើញ Jenny រត់កខ្លួនឯងនៅក្នុងបន្ទប់និងបានស្រែកយ៉ាងខ្លាំងហើយ Anju ក៏ព្យាយាមទៅជួយ Jennyបន្ទាប់ពីថ្ងៃនោះ Anju តែងតែនឹកដល់ Jenny ដែលកំពុងតែសម្រាប់ព្យាបាលរហូតនាងទើបតែដឹងថា Jenny នាងគឺមានជំងឺនិងលេបថ្នាំជាប្រចាំថែមទៀតផងដែលទាំងអស់នេះគឺជាបញ្ហាដែលគេគិតថា Jenny ព្យាយាមសម្លាប់ខ្លួនឯងលុះនយោបាយឡើងសមាជិកអារ៉ាំងកំពុងតែលាបម្សៅបន្ទាប់ពីវះកាត់ត្របកភ្នែកហើយនាងក៏បាននិយាយទៅកាន់ Anju ថានាងគិតថាមានគេលេងសើចជាមួយនឹង Jenny មុនពេលដែលនាងត្រូវបានគេយកទៅធ្វើជាតារាសំខាន់នៅក្នុងក្រុមហើយនាងបានគិតថាតំណែងនេះគឺស័ក្តិសមបានទៅលើ Anju តែប៉ុណ្ណោះបន្ទាប់ពីនិយាយគ្នាហើយ Anju ក៏បានទៅបន្ទប់ថតសម្លេងនោះម្ដងទៀតនៅពេលដែលនាងបានបើកមើលវីដេអូដែលនាងបានសម្ដែងរួមគ្នានោះស្រាប់តែនាងបានឃើញវីដេអូសម្ដែងរបស់ Jenny មានសភាពចម្លែកគួរឲ្យខ្លាចទើបនាងក៏បានហៅសុនយេមកមើលវីដេអូនោះប៉ុន្តែសុនយេនាងបានគិតថាគ្មានអ្វីចម្លែកនោះទេដោយនាងគិតថាគ្រាន់តែជាពន្លឺចាំងទៅលើមុខរបស់ Jenny តែប៉ុណ្ណោះបន្ទាប់ពីថ្ងៃនោះពួកគេចាប់ផ្ដើមវឹកហាត់រាប់បន្តទៀតដែល Shinji នាងបានរាំបានយ៉ាងល្អខុសទាល់តែអារ៉ាំងនាងចាប់ផ្ដើមច្រណែនទៅកាន់ Shinji ដែលត្រូវបានគេដាក់រាំនៅមុខនាងដែលធ្វើឲ្យភ្នែករបស់នាងដែលទើបតែវះកាត់ហើយនោះបានប៉ះជាមួយនឹងខ្យល់កង្ហារបណ្ដាលភ្នែករបស់នាងចាប់ផ្ដើមឈឺបន្ទាប់មកអារ៉ាំងក៏បានលួចថតរូបរបស់ Shinji បង្ហោះនៅក្នុងប្រព័ន្ធ social media ឲ្យ fan បានមើលដោយមានន័យថា Shinji ដែលជាសមាជិកប្រងើយកន្តើយទៅក្នុងក្រុមទៅវិញដែលនៅពេលដែល Shinji បានដឹងរឿងនេះនាងក៏បានមកវាយដំទៅលើអារ៉ាំងរីឯ Anju ក៏បានមកហាមឃាត់និងបានដេញ Shinji ត្រឡប់ទៅវិញបន្ទាប់មកអារ៉ាំងចាប់ផ្ដើមស្រែកយំនិងបានលើកហេតុផលថានាងគឺជាសមាជិកសំខាន់ដែរដោយសារតែនាងបានដឹងគ្រប់យ៉ាងពីគ្រឿងសម្អាងហើយនាងមានសម្រស់ស្រស់ស្អាតជាងគេថែមទៀតផងបន្ទាប់ពីនោះនៅពេលដែលអារ៉ាំងនៅម្នាក់ឯងនាងក៏បានតុបតែងខ្លួនជាតារាសំខាន់នៅក្នុងក្រុមសម្រាប់បទចម្រៀងថ្មីមានឈ្មោះថាពណ៌សនោះពេលនោះស្រាប់តែអារ៉ាំងបានឃើញស្រមោល Anju នៅក្បែរនោះទើបនាងក៏បាននិយាយថាកុំប្រាប់អ្នកគ្រប់គ្រងថានាងបានបង្ហោះរូបនោះអីនាងគ្រាន់តែចង់បានតំណែងតារាសំខាន់នៅក្នុងក្រុមតែប៉ុណ្ណោះពេលនោះក៏មានសម្លេងតបមកវិញថានាងមិនអាចធ្វើជាតារាសំខាន់បាននោះទេព្រោះតែបទចម្រៀងនោះគឺជារបស់យើងលើបែបនេះហើយអារ៉ាំងក៏ចាប់ផ្ដើមឆ្ងល់និងងាកទៅរក Anju ប៉ុន្តែបែរជាមិនឃើញនាងតតែសោះពេលដែលនាងបានងាកទៅមើលកញ្ចក់វិញស្រាប់តែមានឈាមពីពេញមុខរបស់នាងទៅវិញនិងលេចចេញរូបរាងខ្មោចមកឡងបន្លាចនាងលុះនៅថ្ងៃបន្ទាប់នៅពេលដែលពួកគេបានចាប់ផ្ដើមថត MV ស្រាប់តែសមាជិក Jinsi បាននិយាយទៅកាន់ agency ថានាងមិនចង់ច្រៀងទេបើសិនជានាងមិនបានធ្វើជាតារាសំខាន់នៅក្នុងក្រុមហើយនាងក៏បានសួរទៅ agency ថាជាអ្នកបម្រើម្ចាស់ឧបត្ថម្ភមែនទេនៅពេលឮបែបនេះហើយ agency ចាប់ផ្ដើមខឹងនិងបានទះនាងមួយដៃមុនពេលដែលនាងបានដើរចេញទៅបាត់ចំណែកឯអារ៉ាំងបានដល់វេលានាងបានថតបទចម្រៀងហើយពេលនោះនាងបានប្រាប់ទៅ Anju ថានៅទីនេះគឺក្តៅខ្លាំងណាស់ឮបែបនេះហើយ Anju ក៏ចាប់ផ្ដើមឆ្ងល់និងបារម្ភទៅកាន់នាងជាខ្លាំងលុះនៅពេលដែលអារ៉ាំងចាប់ផ្ដើមថតទាំងញញឹមមិនចេញស្រាប់តែនាងបានឃើញខ្មោចមកខ្វេះភ្នែករបស់នាងរហូតធ្វើឲ្យនាងបានដួលសន្លប់បន្ទាប់ពីបានយកអារ៉ាំងទៅមន្ទីរពេទ្យសមាជិក2នាក់ទៀត
បានបន្តភារកិច្ចរបស់ពួកគេបន្តទៀតដោយនៅពេលដែលពួកគេបានហាត់រាំស្រាប់តែអិនជូបានឃើញសភាពស៊ីនជីចម្លែកខុសពីធម្មតាដែលមើលទៅហាក់បីដូចជាមិនមែនរាំបន្ទាប់ពីថ្ងៃនោះអិនជូក៏បានទៅមើលវីដេអូសម្ដែងរបស់សមាជិកផ្សេងទៀតដែលមានសភាពចម្លែកគួរឲ្យខ្លាចនិងមានសម្លេងខុសធម្មតាថែមទៀតផងនៅពេលដែលនាងបានដកស្រង់សម្លេងសមាជិកទាំងពីរត្រង់ចំណុចខុសគ្នានោះនាងក៏បានស្រង់ពាក្យមួយឃ្លាដែលនិយាយថាក្តៅខ្លាំងណាស់បន្ទាប់មកនាងក៏បានយករឿងនេះទៅប្រាប់សុនយេដែលនាងបានរំលឹកការដែលគេបាននិយាយថាអាគារនេះគឺត្រូវបានឆាបឆេះតើវាមិនចៃដន្យទេនៅពេលដែលសម្លេងរបស់សមាជិកទាំងអស់នោះគឺហាក់បីដូចជាជាប់តាក់ទងជាមួយនឹងអាគីភ័យបានឆាបឆេះធ្វើឲ្យពួកគេក្តៅពេលនោះស៊ីនជីក៏បានចូលមកទើបសុនយេក៏បានត្រឡប់ទៅវិញរីឯស៊ីនជីបាននិយាយជាមួយនឹងអិនយូពីរឿងដែលនាងបានខំប្រឹងប្រែងរហូតបានក្លាយជាតារាសំខាន់នៅក្នុងក្រុមនេះឃើញបែបនេះហើយអិនជូក៏បានតបទៅវិញដោយមិនមានចិត្តច្រណែនទៅកាន់ស៊ីនជីទេគឺនាងបានអបអរទៅវិញប៉ុន្តែស៊ីនជីនាងបែរជាតែងតែមានគំនិតអាក្រក់ទៅលើអិនជូរហូតនៅពេលដែលនាងបានចាប់ដៃអិនជូក៏បែរជាលែងទុកមុខឲ្យនាងវិញនិងបានបេះដៃស៊ីនជីចេញពីនាងថែមទៀតផងបន្ទាប់មកស៊ីនជីក៏បានហាត់រាំម្នាក់ឯងបន្ថែមទៀតដែលរូបនៅក្នុងកញ្ចក់របស់នាងគឺមានរូបមួយមានកាយវិការខុសពីនាងដែលធ្វើឲ្យនាងចាប់ផ្ដើមភ័យខ្លាចនិងពិនិត្យមើលម្ដងទៀតរំពេញនោះស្រាប់តែរូបនៅក្នុងកញ្ចក់របស់នាងមានសុទ្ធតែឈាមនិងប្រុងមករកនាងប៉ុន្តែនាងបានជាមិនអីទៅវិញបន្ទាប់ពីថ្ងៃនោះអិនជូនិងសុនយេបានស្រាវជ្រាវប្រវត្តិអាគារនោះដែលមានអាគីភ័យឆាបឆេះកាលពី15ឆ្នាំមុនមានមនុស្ស10នាក់បានស្លាប់ម្ចាស់អាគារនោះគឺជាតារាស្រីអាយុ18ឆ្នាំមានឈ្មោះថាចាងយេប៊ីននៅពេលដែលនាងបានយកចម្រៀងដែលមានចំណងជើងថាពណ៌សមកច្រៀងអ្នករាប់ម្នាក់ត្រូវបានសម្លាប់ខ្លួនទើបគេចាប់ផ្ដើមបន្ទោសទៅចាងយេប៊ីនបន្ទាប់មកនៅពេលដែលចាងយេប៊ីនបានជួបជាមួយអ្នកណាឧបត្ថម្ភនាងបានក្លាយទៅជាតារាសំខាន់ប៉ុន្តែការជួបជាមួយនឹងម្ចាស់ឧបត្ថម្ភនោះត្រូវបានរំសាយចោលទៅវិញការថតថ្ងៃដំបូងរបស់ចាងយេប៊ីនគឺបានរំសាយនៅពេលដែលអគ្គិភ័យបានឆាបឆេះហើយនាងបែរជាស្លាប់នៅក្នុងអគ្គិភ័យទៅវិញមានន័យថាមានអ្នកណាម្នាក់បានធ្វើវាឡើងនាងបានគិតថាបទចម្រៀងដែលមានចំណងជើងថាពណ៌សនោះប្រកាសជាមានបណ្ដាសាមិនខានចំណែកស៊ីនជីណាកំពុងតែថតកម្មវិធីកម្សាន្តមួយដោយពួកគេបានឲ្យនាងគេចខ្លួនចេញពីអាគារនោះប៉ុន្តែពេលនោះគឺនាងភ័យខ្លាចពិតមែនមិនមែនជាការសម្ដែងនៅពេលនោះនាងបានឃើញមនុស្សរត់ពីក្រោយនាងដែលធ្វើនាងចាប់ផ្ដើមភ័យនិងរត់ចេញពីក្រុមការងារហើយក៏បានរត់ទៅតាមចន្ទាហើយក្រុមការងារមិនអាចមករកនាងបាននោះទេនៅពេលដែលនាងបានរត់ទៅដល់ខាងក្រៅមានអ្នកគាំទ្រចាំនាងជាច្រើននៅទីនោះទើបនៅពេលនាងបានរត់គេចខ្លួនកាមេរ៉ាមែនក៏បានគ្រប់គ្រងលែងបានបណ្ដាឲ្យជើងកាមេរ៉ាបានតាក់សក់ជាមួយនឹងស៊ីនជីឡើងទៅលើស្របពេលដែលអ្នកគាំទ្រជាច្រើនបានព្យាយាមទាញនាងចុះមកវិញរំពេចនោះជើងរបស់កាមេរ៉ាក៏បានធ្លាក់សង្កត់ទៅលើនាងតែម្ដងបន្ទាប់ពីនោះសុនយេក៏បានមកមើលអិនជូដោយអិនជូចាប់ផ្ដើមគិតថាអ្នកបន្ទាប់ប្រកាសជានាងមិនខាននោះទេបន្ទាប់ពីនោះពួកគេបានឲ្យអ្នកកាន់ស្ទូឌីយោសំឡេងលោកលីតេយ៉ុងពិនិត្យសំឡេងនៅក្នុងវីដេអូទាំងអស់នោះបន្តទៀតដោយពួកគេបានផ្គុំសំឡេងសមាជិកទាំងអស់បញ្ចូលគ្នាដើម្បីចង់ដឹងថាវាទៅជាយ៉ាងណាប៉ុន្តែវានៅតែមិនមានតម្រុយនៅពេលដែលអិនជូបានឲ្យគេបង្វែរសំឡេងនោះបញ្ច្រាស់ទៅវិញក៏វានៅតែមិនមានអ្វីចម្លែកទើបនៅពេលនោះអិនជូក៏បានឲ្យគេយកសំឡេងច្រៀងបន្តនោះដាក់ចូលបន្ថែមទៀតបន្ទាប់ពីនោះអិនជូនិងសុនយេបានពិភាក្សាគ្នាថាហេតុអ្វីបានជាវីដេអូសំឡេងរបស់ចាងយេប៊ីនមានសភាពមិនល្អហើយការផាត់មុខគឺគួរឲ្យខ្លាចទៅវិញឬមួយសមាជិកដទៃបានដាក់ថ្នាំបំពុលនៅក្នុងគ្រឿងសម្អាងរបស់នាងសុនយេក៏មានគំនិតមួយថាឬនៅពេលដែលនាងបានក្លាយទៅជាតារាសំខាន់ហើយត្រូវបានគេច្រណែននិងធ្វើមុខរបស់នាងត្រូវបានខូចហើយបន្ទាប់មកសម្លាប់នាងនៅក្នុងអគ្គិភ័យតែម្ដងលើកបែបនេះហើយអិនជូក៏បានគិតផ្សេងថាគឺនាងស្ថិតនៅក្នុងស្ថានភាពរបស់ចាងយេប៊ីនហើយពេលនេះនៅពេលដែលនាងបានក្លាយទៅជាតារាសំខាន់សមាជិកដទៃទៀតនឹងច្រណែននាងដូច្នេះនាងត្រូវតែរកចម្លើយនៃការពិតទាំងអស់នេះឲ្យបានគឺនាងត្រូវតែទទួលជាតារាសំខាន់បន្តទៀតដើម្បីចង់ដឹងការពិតនៃរឿងទាំងអស់នេះបន្ទាប់មកអិនជូក៏បានមករកម្ចាស់ឧបត្ថម្ភនិងម្ចាស់អាគារនោះដើម្បីសួរនាំអំពីចាងយេប៊ីនពេលនោះគេបានប្រាប់ថាចាងយេប៊ីនគឺជាអ្នកសរសេរបទចម្រៀងដែលមានចំណងជើងថាពណ៌សនោះនិងបង្កើតក្បាច់រាំដោយខ្លួនឯងនាងបានធ្វើមុខឲ្យខ្លួនឯងខូចទើបបាត់បង់អាជីពជាតារាសំខាន់ហើយទីបញ្ចប់នាងក៏បានសម្លាប់ខ្លួនឯងតែម្ដងបន្ទាប់ពីនិយាយហើយអិនជូក៏បានសម្រេចចិត្តប្រគល់ខ្លួនឲ្យអ្នកឧបត្ថម្ភនោះតែម្ដងដើម្បីជាការដោះដូរដោយការដែលចាងយេប៊ីន
គឺនាងបានឲ្យខ្លួនប្រាណទៅឪពុករបស់គេផងដែរបន្ទាប់ពីបានត្រឡប់មកវិញហើយអិនជូចាប់ផ្ដើមអង្គុយយំនៅកន្លែងហាត់រំក៏ស្រាប់តែបានឃើញប្រឡឹងចាំងយាយប៊ីនអង្គុយយំម្នាក់ឯងនៅទីនោះដោយបានស្រមៃឃើញនាងប្រគល់ខ្លួនឲ្យអ្នកឧបត្ថម្ភនិងត្រូវបានសមាជិកធ្វើបាបនាងរហូតដល់នាងបានសម្រេចចិត្តសម្លាប់ខ្លួនឯងតែម្ដងបន្ទាប់មកអិនជូក៏បានកំទេចភ្លើងនៅទីនោះហើយបានឃើញសម្បត្តិចុងក្រោយរបស់ចាំងយាយប៊ីននៅពេលដែលប៉ូលីសទៅដល់ទីនោះនាងបានបង្ហាញសម្បត្តិចុងក្រោយនោះទៅកាន់ប៉ូលីសដោយនាងបានប្រាប់ថានៅក្នុងសម្បត្តិនោះគឺចាំងយាយប៊ីនបានសរសេរថានាងបានសម្លាប់ខ្លួនឯងបន្ទាប់ពីថ្ងៃនោះអិនជូនិងស៊ុនយេបានទៅគោរពផ្លាកប្រឡឹងរបស់ចាំងយាយប៊ីននៅពេលដែលពួកគេបានត្រឡប់មកវិញស្រាប់តែរូបថតចាប់ផ្ដើមប្រេះហើយពួកគេបានគិតថារឿងគ្រប់យ៉ាងត្រូវបានចាប់បាត់ទៅហើយចាប់ពីពេលនោះអិនយូចាប់ផ្ដើមល្បីល្បាញឈ្មោះបន្តទៀតបទចម្រៀងជាច្រើនត្រូវបានផលិតនិងអាល់ប៊ូមបានចេញជាបន្តបន្ទាប់ជាពិសេសបទដែលមានចំណងជើងថាពណ៌សរីឯសមាជិក3នាក់ទៀតដែលកំពុងតែនៅមន្ទីរពេទ្យកំពុងតែមើលភាពល្បីល្បាញរបស់អិនយូចាប់ពីពេលនោះអិនយូបានបង្កើតក្រុមរាំមួយផ្ទាល់ខ្លួនដែលពោពេញដោយសមត្ថភាពប៉ុន្តែអ្វីដែលស៊ុនយេសឹងតែមិនជឿគឺនាងបានឃើញអិនយូផ្ដល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានថាគឺនាងបានផលិតបទចម្រៀងនោះខ្លួនឯងទៅវិញហើយបានកុហកថានាងមិនដែលធ្លាប់មានអាជីពជាអ្នករាំពីមុនថែមទៀតផងចំណែកឯសមាជិក3នាក់ឯណេះពួកគេចាប់ផ្ដើមបន្តអាជីពរបស់ខ្លួនក្នុងកម្មវិធីតូចៗតែប៉ុណ្ណោះនៅពេលដែលអិនយូបានមកមើលពួកគេអារ៉ាំងបានចោទទៅអិនយូថាដាក់ថ្នាំបំពុលទៅលើគ្រឿងសម្អាងនាងនិងបានប៉ាន់ស្មានថាអិនយូបានជួបជាមួយនឹងម្ចាស់ឧបត្ថម្ភទើបធ្វើឲ្យនាងបានល្បីបែបនេះលើបែបនេះហើយអិនយូចាប់ផ្ដើមខឹងនិងនិយាយទៅកាន់ពួកគេទាំង3ថាបើសិនជាចង់ខ្លាចជាអ្នករាំជាមួយនឹងនាងពេលនោះសេនជីក៏បាននិយាយថាពួកនាងគ្មានថ្ងៃជួបអិនយូបន្តទៀតទេបន្ទាប់ពីបានត្រឡប់មកវិញសុនយេបានឲ្យអិនយូឈប់ធ្វើបែបនេះបន្តទៀតទៅប៉ុន្តែអិនយូនាងបានកោះកកាយរឿងសមាជិកទាំង3ធ្វើមកកាត់នាងដែលនេះគឺជាហេតុដែលនាងមិនអាចឈប់បានបន្ទាប់ពីសុនជេបានត្រឡប់មកវិញនាងក៏បានស្ដាប់ចម្រៀងម្ចាស់ដើមដែលមានចំណងជើងពណ៌សនោះបន្តទៀតដែលធ្វើនាងចាប់ផ្ដើមសង្ស័យហើយក៏បានទៅរកលីថេយ៉ងដើម្បីឆែកមើលវានៅពេលនោះពួកគេបានដឹងថាបទចម្រៀងនិងមាត់អ្នកច្រៀងរបស់ចាំងយាយប៊ីនគឺខុសគ្នាមានន័យថាបទចម្រៀងពណ៌សនោះមិនមែនជាបទរបស់ចាំងយាយប៊ីននោះទេស្របពេលនោះមានគេតាក់ទងមកថាអារ៉ាំងនិងជែននីបានលេបថ្នាំសម្លាប់ខ្លួននៅកន្លែងថតហើយបន្ទាប់មកស៊ីនជីក៏បានសម្លាប់ខ្លួនបន្តទៀតនៅពេលឃើញសភាពមិនស្រួលស៊ុនយេក៏បានទេទៅអិនយូកុំឲ្យឡើងច្រៀងបទពណ៌សនោះដោយសារតែនាងគិតថាបទនោះមិនមែនជាបទចាំងយាយប៊ីននោះទេនៅពេលឮបែបនេះហើយអិនយូបែរជាមិនជឿនិងបានបិទទូរស័ព្ទថែមទៀតផងពេលនោះពួកគេចាប់ផ្ដើមសេរីវីដេអូចាស់របស់ចាំងយាយប៊ីនបន្តទៀតទើបដឹងថាផ្ទៃមុខរបស់ចាំងយាយប៊ីននោះគឺមិនមានអ្វីកើតឡើងនោះទេដែលវាគ្រាន់តែជាស្នាមព្រិលតែប៉ុណ្ណោះបើដូច្នេះពិតមែនចលនាជាម្ចាស់បទចម្រៀងដែលមានចំណងជើងថាពណ៌សនោះឃើញបែបនេះហើយពួកគេបានយកវីដេអូរបស់អិនយូមកផ្គុំជាមួយនឹងសមាជិកដទៃទៀតស្របពេលដែលអិនយូដែលកំពុងតែជិះឡានឯណេះនាងមានអារម្មណ៍ហាក់បីដូចជាមានខ្មោចនៅក្នុងឡានរបស់នាងពេលនោះស៊ុនយេបានទេទៅកន្លែងដែលសមាជិកទាំង3នាក់សម្លាប់ខ្លួនទើបក៏បានដឹងថាពួកគេទាំង3នាក់គឺផឹកទឹកសាប៊ូសម្លាប់ខ្លួនដែលធ្វើឲ្យដងខ្លួនចាប់ផ្ដើមក្តៅនិងកាត់បំពង់កស្លាប់តែម្ដងដែលនេះមានន័យថាចាំងយាយប៊ីននិងសមាជិកផ្សេងទៀតគឺសម្លាប់ខ្លួនឯងមិនមែនដោយសារតែអគ្គីភ័យនោះទេនាងមិនមានឈ្មោះនៅក្នុងតារាងបទចម្រៀងឡើយពេលនោះស៊ុនយេបានឲ្យលីថេយ៉ងឈប់បង្វែរសម្លេងពួកគេទាំង4នាក់បន្តទៀតទៅប៉ុន្តែគេនៅតែធ្វើវារហូតដល់ពេលដែលលីថេយ៉ងបានផ្គុំហើយពាក្យនៅក្នុងវីដេអូនោះគឺមានន័យថានៅខាងក្រោយអ្នករូបពេលនោះស្រាប់តែពួកគេបានឃើញខ្មោចនៅពីក្រោយតារាចម្រៀងចាំងយាយប៊ីនចំណែកអិនយូកំពុងតែរៀបចំខ្លួនត្រៀមឡើងឆាកក្នុងខ្លួនរបស់នាងគឺចាប់ផ្ដើមក្តៅឡើងហើយនាងស្រាប់តែលាន់មាត់ប្រាប់អ្នកផាត់មុខថានាងគឺក្តៅណាស់ដែលពាក្យនេះគឺដូចគ្នាទៅនឹងពាក្យសមាជិកដទៃទៀតដែលធ្លាប់ប្រើមកកាន់នាងផងដែរពេលនោះ agency បានមកប្រាប់នាងឲ្យសម្ដែងឲ្យបានល្អប៉ុន្តែនាងបានសុំនៅម្នាក់ឯងបន្តិចមុនពេលសម្ដែងប៉ុន្តែពេលនោះនាងបានព្យាយាមលុបវីដេអូសម្ដែងចាស់ៗរបស់នាងដែលមានសភាពគួរឲ្យខ្លាចនោះប៉ុន្តែអ្វីដែលចម្លែកនាងបែរជាលុបមិនបានទាល់តែសោះស្របពេលនោះស៊ុនយេបានធ្វើដំណើរទៅកន្លែងសម្ដែងនោះដើម្បីហាមឃាត់អិនយូកុំឲ្យច្រៀងបទនោះបន្ទាប់មកនៅពេលដែលសម្ដែងចប់និងប្រកាសអ្នកជាប់ស្រាប់តែអិនយូនៅតែបន្តភ័យខ្លាចនិងភាំងនិយាយមិនចេញទាល់តែសោះហើយនៅពេលនោះនៅពេលដែលអិនយូបានឈ្នះនាងបែរជាមិនត្រេកអរទាល់តែសោះនៅពេលដែលពួកគេបានឲ្យអិនយូសម្ដែងបទនោះម្ដងទៀតដើម្បីអបអរពិធីករក៏បានខ្សឹបដាក់ត្រចៀកនាងថាគេដឹងថានាងបានជាប់លេខ1ហើយគេនឹងតាក់ទងមកនាងបន្ទាប់មកនៅពេលដែលអិនយូបានព្យាយាមសម្ដែងនាងបែរជាភ្លេចក្បាច់រាំថែមទាំងបានដួលនៅលើឆាកថែមទៀតផងរូបពេញនោះភ្លើងក៏បានដាច់ចរន្តអគ្គិសនីចាប់ផ្ដើមឆ្លងទើបអ្នកទស្សនានាំគ្នាឆោតឡើងរត់ចេញពីទីនោះរហូតបានរត់ជាន់គ្នាថែមទៀតផង
រីឯ agency និងក្រុមការងារក៏ត្រូវបានភ្លើងធ្លាក់លើនិងផ្ទុះកំជ្រួចលើស្លាប់តែម្ដងពេលនោះខ្មោចដែលជាម្ចាស់បទពណ៌សបានចេញមករក NU ស្របពេលដែលសុនយេបានព្យាយាមចូលទៅជួយ NU ប៉ុន្តែពេលនោះនៅពេល NU ប្រងរត់មករកសុនយេក៏ត្រូវបានមនុស្សរត់ជន់ស្លាប់តែម្ដងរីឯឆាកនៅទីនោះក៏ចាប់ផ្ដើមឆាបឆេះតែម្ដងទើបសុនយេបានសម្រេចចិត្តគេចខ្លួនចេញពីទីនោះពេលនោះគេក៏បានស្រមៃកាលពីមុននៅពេលដែលនារីម្នាក់នោះបានសរសេរបទចម្រៀងរីឯសមាជិកផ្សេងទៀតបានធ្វើបាបទៅកាន់នាងទើបនាងក៏បានសម្រេចចិត្តលេបសាប៊ូសម្រាប់ខ្លួនរីឯចាងយេប៊ីនក៏បានយកបទចម្រៀងនោះមកធ្វើជាកម្មសិទ្ធិនិងបានថតវាថែមទៀតផងនៅពេលដែលនាងកំពុងតែថតបទនោះប្រឡឹងខ្មោចក៏បានបន្លំបន្លាចហើយនៅពេលដែលចាងយេប៊ីនបានដុតក្រដាសសម្បត្តិនោះចោលខ្មោចស្រីម្នាក់នោះបានលងបន្លាចរហូតបណ្ដាលឲ្យភ្លើងឆាបឆេះនៅទីនោះស្លាប់អស់តែម្ដងចាប់ពីពេលនោះសុនយេក៏បានដុតសម្បត្តិនិងឌីចម្រៀងពណ៌សរបស់ NU ចោលទាំងទឹកភ្នែកតែរំពេចនោះស្រាប់តែទូរទស្សន៍ក៏បានលោតបទចម្រៀងពណ៌សចេញមកអរគុណប្រិយមិត្តសម្រាប់ការទស្សនាការសម្រាយមួយនេះតែកុំអាចចេញពីវីដេអូនេះអីដោយសារតែ admin នឹងរៀបរាប់អំពីប្រវត្តិខ្លះៗដែលតាក់ទងនឹងតួឯករបស់យើងគឺមានឈ្មោះថា Ham Eun Jung ជាសមាជិករបស់ក្រុម T-ara ហើយ admin នឹងលើកពីចំណុចខ្លះៗដែលតាក់ទងជាមួយនឹងក្រុមតារាចម្រៀង T-ara ផងដែរប៉ុន្តែមុននឹងទស្សនាការរៀបរាប់សង្ខេបខ្លះៗជាមួយនឹងក្រុម T-ara សូមឲ្យប្រិយមិត្តមកទស្សនាបទចម្រៀងល្បីៗរបស់ក្រុម T-ara ទាំងអស់គ្នាជាមុនសិនNumber 9. Sugar free. 사랑해 널 가슴 아파도
ហាមអ៊ុនជុងគឺជាតារាចម្រៀងនិងតារាសម្ដែងដែលបានកើតនៅថ្ងៃទី12ខែធ្នូឆ្នាំ1988នៅទីក្រុងសេអ៊ូលហាមអ៊ុនជុងចាប់ផ្ដើមសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យ K-pop ចម្រៀងនៅក្នុងឆ្នាំ2009សរុបមកទល់ពេលនេះហាមអ៊ុនជុងមានឈ្មោះដណ្ដើមពានចំនួន17ដងនិងបានឈ្នះពានចំនួន11ដងនៅពេលដែលនាងបានចូលរៀនថ្នាក់ទី7ហាមអ៊ុនជុងចាប់ផ្ដើមរៀនតៃក្វាន់ដូនិងបានយកឈ្នះប្រកួតចំនួន3ដងផ្សេងគ្នានៅក្នុងឆ្នាំ1995នៅពេលដែលនាងមានអាយុ7ឆ្នាំនាងបានចូលរួមនៅក្នុងការប្រឡងបវរកញ្ញាកូរ៉េតូចហើយនាងក៏ទទួលបានជ័យជំនះនៅក្នុងឆ្នាំដដែលនោះនាងបានបង្ហាញខ្លួននៅក្នុងរឿងយុវវ័យដែលមានចំណងជើងថា A New Generation Idol ដែលបានចេញផ្សាយនៅលើកញ្ចក់ទូរទស្សន៍ KBS ក្រោយមកនាងបានសម្ដែងនៅក្នុងរឿងភាគកូរ៉េរួមជាមួយនឹងការសម្ដែងនៅក្នុងពាណិជ្ជកម្មតូចៗផងដែរហាមអ៊ុនជុងបានឡើងវឹកហាត់ធ្វើជាតារាសម្ដែងហើយក្រោយមកបានបង្ហាញខ្លួនជាសមាជិករបស់ក្រុម T-ara នៅក្នុងខែកក្កដាឆ្នាំ2009នាងគឺជាអ្នកដឹកនាំដំបូងរបស់ក្រុមរហូតដល់ខែកញ្ញាឆ្នាំ2010តួនាទីសំខាន់របស់នាងចាប់តាំងពីបានចូលរួមនៅក្នុងក្រុម T-ara គឺនាងបានសម្ដែងនៅក្នុងរឿង SBS Coffee House ដែលបានចាក់ផ្សាយនៅក្នុងថ្ងៃទី17ខែឧសភាឆ្នាំ2010ដល់ថ្ងៃទី17ខែកក្កដាឆ្នាំ2010នៅក្នុងឆ្នាំដដែលនោះនាងត្រូវបានគេឃើញសម្ដែងនៅក្នុងខ្សែភាពយន្តភ័យរន្ធត់ដែលមានចំណងជើងថា Why the Melody Oscars ប្រជាប្រិយភាពរបស់ហាមអ៊ុនជុងចាប់ផ្ដើមកើនឡើងនៅក្នុងឆ្នាំ2011នៅពេលដែលនាងបានសម្ដែងនៅក្នុងរឿងភាគយុវវ័យដែលមានចំណងជើងថា Dream High រឿងនេះទទួលបានជោគជ័យយ៉ាងខ្លាំងទូទាំងប្រទេសកូរ៉េខាងត្បូងនិងពិភពលោកអ្វីដែលពិសេសក៏ធ្លាប់ទទួលបានពានរង្វាន់ជាតិជាច្រើនផងដែរចាប់តាំងពីឆ្នាំ2011ដល់2012នាងបានចូលរួមនៅក្នុងកម្មវិធី We Got Married របស់ MBC ដោយបានចាប់ដៃគូជាមួយនឹងតារាសម្ដែង Lee Jang-woo នៅក្នុងឆ្នាំ2015ហាមអ៊ុនជុងនឹងដើរតួឯកនៅក្នុងរឿងកំប្លែងបែបណូសយេតនារបស់ថៃដែលមានចំណងជើងថា Micro Love ដែលធ្វើនាងក្លាយជាតារាស្រីកូរ៉េខាងត្បូងសម្ដែងនៅក្នុងរឿងថៃនៅក្នុងឆ្នាំ2016ហាមអ៊ុនជុងត្រូវបានសម្ដែងនៅក្នុងរឿង Flower of Evil ក្នុងឆ្នាំ2017ហាមអ៊ុនជុងត្រូវបានសម្ដែងនៅក្នុងរឿងភាគប្រចាំថ្ងៃដែលមានចំណងជើងថា Sister in Law ដែលត្រូវបានចាក់បញ្ចាំងនៅក្នុងខែមេសាក្នុងឆ្នាំដដែលនៅខែមករាឆ្នាំ2018ហាមអ៊ុនជុងបានបញ្ជាក់ពីការចាក់ចែងរបស់ MBK នៅក្នុងខែមករាឆ្នាំ2018ហាមអ៊ុនជុងបានចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងផ្ដាច់មុខជាមួយនឹងផលិតកម្ម UFO ដែលធ្វើឲ្យនាងក្លាយទៅជាសិល្បករដំបូងបំផុតរបស់ក្រុមហ៊ុននៅថ្ងៃទី14ខែឧសភាឆ្នាំ2018គេបានបញ្ជាក់ផងដែរថាហាមអ៊ុនជុងត្រូវបានសម្ដែងនៅក្នុងរឿង Lovely Horribly របស់ទូរទស្សន៍ KBS គិតមកត្រឹមខែកុម្ភៈឆ្នាំ2021នាងត្រូវបានសម្ដែងជាតួនាំមុខនៃរឿងភាគទូរទស្សន៍នាពេលខាងមុខដែលមានចំណងជើងថា A Full Dream ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ KBS1 នៅថ្ងៃទី29ខែមីនាឆ្នាំ2021នៅថ្ងៃទី15ខែកក្កដាឆ្នាំ2021ហាមអ៊ុនជុងបានចាក់ចែងពី Cabin 24បន្ទាប់ពីកិច្ចសន្យារបស់នាងត្រូវបានបញ្ចប់ប្រវត្តិក្រុមតារាស្រី T-ara T-ara គឺជាក្រុមនារីចម្រៀងកូរ៉េខាងត្បូងដែលបង្កើតឡើងដោយ MBK Entertainment នៅក្នុងឆ្នាំ2009ដែលមានសមាជិក4នាក់គឺ Kyuri, Eunjung, Yumin និង Jiyeon សមាជិកដំបូងរបស់ T-ara មានចំនួន5នាក់ការវឹកហាត់របស់ពួកគេមានរយៈពេល3ឆ្នាំនៅក្រោមការគ្រប់គ្រងរបស់ Mnet Media អត្ថន័យនៃឈ្មោះរបស់ក្រុមនេះគឺផ្អែកនៅលើពាក្យម្ចាស់ក្សត្រីនៃឧស្សាហកម្មតន្ត្រីនៅក្នុងខែមេសាឆ្នាំ2009ពួកគេបានចេញបទចម្រៀងដំបូងរបស់ពួកគេដែលមានចំណងជើងថា Chung Eung Saram បន្ទាប់មកជាយន្តបានសហការជាមួយនឹងមិត្ត Sia និង Davichi សម្រាប់បទចម្រៀងរួមគ្នាដែលមានចំណងជើងថា Your Song Side ដែលត្រូវបានចេញផ្សាយនៅក្នុងខែឧសភាឆ្នាំ2009នៅក្នុងឆ្នាំ2012 T-ara បានជួបប្រទះនឹងការធ្លាក់ចុះនៃប្រជាប្រិយភាពខណៈដែលក្រុមនេះបានប្រឈមនឹងការចោទប្រកាន់អំពីភាពមិនចុះសម្រុងនៅក្នុងផ្ទៃក្នុងដែលបណ្ដាលឲ្យសមាជិកវ៉ាយ៉ុងបានចាក់ចែងភ្លាមជាមួយនឹងអារ៉ាំបន្ទាប់ពី1ឆ្នាំក្រោយមកក្រុមនេះបានផ្ដោតទៅលើសកម្មភាពផ្សព្វផ្សាយនៅក្នុងប្រទេសចិនវិញម្ដងជាមួយនឹងបទ Little Apple របស់ Chopstick Brother ក្នុងឆ្នាំ2014នៅក្នុងថ្ងៃទី3ខែមករាឆ្នាំ2018 T-ara បានឈប់សម្រាកដោយគ្មានកំណត់ពេលវេលាជាក់លាក់ដើម្បីអនុញ្ញាតឲ្យសមាជិកបន្តអាជីពទល់របស់ពួកគេ T-ara បានជួបជុំគ្នាម្ដងទៀតបន្ទាប់ពី4ឆ្នាំហើយក៏បានចេញអាល់ប៊ុមឯករាជ្យដំបូងរបស់ពួកគេដែលមានឈ្មោះថា Re-T-ara នៅក្នុងខែវិច្ឆិកាឆ្នាំ2021សរុបជារួមមកបទចម្រៀងដែលចាយទុនច្រើនបំផុតនៅក្នុងវិស័យ K-pop គឺជាបទរបស់ T-ara ដែលមានចំណងជើងថា Cry Cry
ដែលចំណាយទុននៅក្នុងការផលិតអស់$1 លាន Baby, can't you see the look in my eyes? See through my body. អូខេអរគុណប្រិមិត្តសម្រាប់ការទស្សនា admin ដឹងថាប្រវត្តិរបស់ Tiara គឺរៀងវែងហើយការប្រាប់របស់ admin ហ្នឹងគឺបានតែ1%ចាត់ទុកថា1%ចុះដោយសារតែប្រវត្តិហ្នឹងគឺច្រើនខ្លាំងមែនតើហើយប្រវត្តិធ្វើឲ្យបែកបាក់ក្រុមមានសមាជិកចូលទៅឆ្លោះទាស់តែងគ្នាក្នុងក្រុមហ្នឹងហើយគេស្អប់ក្រុមហ្នឹងមិនអូច្រើនណាស់និយាយរួមទៅ admin អាចនិយាយនៅក្នុងវីដេអូហ្នឹងទាំងអស់បានទេហើយមូលហេតុដែល admin ដកស្រង់ប្រវត្តិក្រុម Tiara មកក្រុម Tiara ក៏ជាសំណប់ចិត្តរបស់ admin ដែរបន្ទាប់ពីក្រុមនារី 2NE1 ការដែលសម័យ admin នៅពីជំទង់កាលនោះចំនួន My TV ហើយចំនួន admin ហ្នឹងគឺខុសចំនួនហ្នឹងឆ្ងាយមែនតើខុសគ្នាមិននៅពេលដែលអ្នកណាបានប័ណ្ណចម្រៀងកូរ៉េថ្មីអញ្ចឹងគឺគេចែកគ្នាតាមរយៈបាញ់ Bluetooth កាលនោះគឺពេញនិយម Bluetooth YouTube អីហ្នឹងគឺមិនសូវគេចាប់អារម្មណ៍ច្រើនប៉ុន្មានទេកាលនោះហើយក៏គេបាក់លេងដែរដោយសារតែអ្នកខ្លះមានអ៊ីនធឺណិតលេងទេកាលនោះគឺល្បីទូរស័ព្ទចិនឲ្យតែមានប័ណ្ណចម្រៀងគឺគ្រប់គ្រាន់ហើយមិនដូចឥឡូវណាសតែ iPhone ក្មេងៗកាលនោះឲ្យតែមានប័ណ្ណចម្រៀងណាថ្មីអញ្ចឹងគេបាញ់ឲ្យគ្នាហើយចំនួន admin ហ្នឹងគឺអត់ចេះឆ្លោះគ្នារវាងក្រុមនេះជាមួយនឹងក្រុមនេះទេប៉ុន្តែឥឡូវហ្នឹងមិនដឹងមិនក្រុមអីគេដូចជាក្រុម BTS Blackpink អីចឹងគឺបាក់ខ្លាំងមែនតើ admin អត់សូវយល់ដែរតែអ្វីដែល admin គិតគឺចា fan BTS Blackpink អីហ្នឹងគឺពួកគាត់ក្មេងៗទេនៅពេលដែលមានអ្នកណាម្នាក់ប៉ះទៅលើក្រុមគាត់ប្រតិកម្មអាហ្នឹងហៅថាដូចជាគេហៅថា fan ផ្កាត់មុខក៏ថាបានដែរអញ្ចឹងហើយយើងជាមនុស្សធំយើងមិនបាច់ទៅឆ្លោះមួយពួកគាត់ទេឲ្យគាត់ធ្វើទៅតែបន្តិចទៅគាត់ឈប់ផុសឈប់អីហើយអាហ្នឹងបើតាមយោបល់ admin ណា admin បានថាខាងណាខុសខាងណាត្រូវទេបើសម្រាប់ admin ស្រឡាញ់ទាំងអស់កុំឲ្យតែតារាណាមួយធ្វើអំពើអាក្រក់អាហ្នឹងគឺ admin អត់ចូលចិត្តទេហើយអ្វីដែល admin ចង់ផ្ដាំទៅមួយទៀតហ្នឹងគឺថាចានៅពេលដែលប្រិមិត្តស្អប់ក្រុម fan មួយណាអញ្ចឹងឧទាហរណ៍ប្រិមិត្តស្អប់ក្រុម fan BTS ប៉ុន្តែប្រិមិត្តទៅជេរ BTS ជេរឡើងអាក្រក់ទៅកាន់ក្រុមតារាចម្រៀង BTS អញ្ចឹងណាប្រិមិត្តបានចាំពីស្លោករបស់ខ្មែរដូនតាយើងអត់ខឹងគោវ៉ៃតេសហ្នឹងអាហ្នឹងគឺយើងចូលនៅក្នុងហ្នឹងហើយយើងខឹង fan BTS ហេតុអីបានជាយើងទៅជាក្រុម BTS វិញ BTS គឺជាក្រុមតារាលំដាប់ពិភពលោកហើយគេធ្វើឲ្យពិភពលោកស្គាល់គេធ្វើឲ្យប្រទេសគេរីកចម្រើនគេធ្វើឲ្យពិភពលោកស្គាល់ប្រទេសកូរ៉េកាន់តែច្បាស់គឺគេអស់ចាស់ខ្លាំងមែនទែនអញ្ចឹងហើយយើងកុំទៅជេរគេឧទាហរណ៍បើសិនជាប្រជាជនកូរ៉េដឹងហើយប្រជាជនខ្មែរចូលចិត្តជេរកូរ៉េអញ្ចឹងទៅអាហ្នឹងមិនវិញទៅគឺខ្មាស់គេមិនដឹងយកមុខទៅទុកណាទេអញ្ចឹងប្រិយមិត្តទាំងអស់គ្នាមិនថាក្រុមណាក៏ដោយមិនថាតារាចម្រៀងណាក៏ដោយបើសិនជាប្រិយមិត្តទាំងអស់គ្នាស្អប់អ្នកគាំទ្រក្រុមហ្នឹងប្រិយមិត្តទាំងអស់គ្នាអាចតបទល់ជាមួយនឹង fan បានហើយមកគុំតែជេរតារាអីពួកតារាគ្នាដឹងអីទេសាក់គិតឲ្យច្បាស់ប្រកាសជាយល់ដោយ admin អញ្ចឹងដោយសារតែក្រុមតារាគេមិនបានបរៀនឲ្យ fan ឈួតមិនបង្រៀនឲ្យ fan យើងចេះជេរគ្នាណាបទគេមួយហ្នឹងគឺគេលើកទឹកចិត្តខ្លាំងសឹងអីហ្នឹងមិនមែនដូចបទខ្មែរខ្លះនិយាយតែរៀងស្រាណាadmin សុំនិយាយតិចចុះនេះគ្រាន់តែជាយោបល់របស់ admin ទេបើសិនជាមានចំណុចខ្វះខាតឬក៏ខុសត្រង់ណាអាច comment ប្រាប់ admin បាន admin នឹងកែតម្រូវអរគុណប្រិយមិត្តសម្រាប់ការទស្សនាវីដេអូមួយនេះជូនពរសំណាងល្អក្នុងឱកាសភ្ជុំបិណ្ឌសូមអរគុណសូមជម្រាបលា